ការបញ្ជ្រាបនៅបញ្ហាគ្រោះថ្នាក់សម្រាប់វ័យកុមារតូចហ្នឹងខ្ញុំបានជម្រាបមិញហើយពីព្រោះក្នុងឧទាហរណ៍ហ្នឹងគេដាក់ច្រើនតាក់ទងទៅនឹងសកម្មភាពទាំងអស់ហ្នឹងក្មេងៗទាំងអស់ហ្នឹងឆ្លាតដែរតាដល់ពេលប្រាប់យូរទៅដឹងកណិតណាគាត់ដឹងកំណត់ខ្ញុំថាខ្ញុំចង់និយាយពីអីមកគាត់ដាក់រូបភាពមកសំអញ្ចឹងកន្លែងនេះខ្ញុំមិនធ្វើការបកស្រាយទេពីព្រោះថាកូនលោកអ្នកភាគច្រើនសិតធំការបញ្ជ្រាបនៅអត្តចរិតល្អមុនកូនជំទង់កន្លែងនេះគឺសំខាន់លោកអ្នកកុំចាំតើកូនធំហើយបានចាប់ដើមទាញកូនមកឲ្យរៀនណាមិនងាយជួយទេមិនមែនថាខ្ញុំមិនចង់ជួយទេខ្ញុំព្យាយាមជួយអស់ពីសមត្ថភាពខ្ញុំចង់ឲ្យកូននឹងគឺមានលទ្ធផលភ្លាមអត់ចង់ឲ្យលោកអ្នកនៅហត់ចិត្តរយមាត់នៅឈឺក្បាលជាមួយកូននឹងប៉ុន្តែការទាញនឹងគឺគេមានវ័យរបស់គេដែរលោកអ្នកយើងមិនមែនចេះតែទាញគេទៅឆ្វេងទៅស្ដាំបានស្អីតែចិត្តយើងទេអញ្ចឹងហើយបានខ្ញុំជម្រាបថាការអប់រំកូនទាន់វ័យគឺសំខាន់បើអប់រំកូនទាន់កូននឹងល្អបើអប់រំកូនមិនទាន់កូននឹងគាត់មានភាពរឹងរូសមានះអញ្ចឹងទៅតវ៉ាជាមួយយើងដោយគ្មានភាពកោតក្រែងខ្លាចឬមួយក៏បាត់បង់ការគោរពឪពុកម្ដាយអញ្ចឹងសួរថាតើពេលហ្នឹងយើងត្រូវបន្ទោសកូនសមទេអត់សមទេការបន្ទោសកូនហ្នឹងគឺមិនមែនជាការដែលអប់រំកូនទេការបន្ទោសកូនមិនមែនជាការជួយកូនឲ្យមកល្អវិញទេផ្ទុយទៅវិញកាន់តែធ្វើឲ្យកូនហ្នឹងមានភាពរឹងរូស